ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាតពីភាគមុនបន្ទាប់ពីមានជីនាងលបចេញមកក្រៅជួបជាមួយនឹងមេក្រុមធ្មេញមាសនាងក៏ប្រញាប់ស្ទុះចូលទៅក្នុងបន្ទប់ត្រជាក់វិញតែម្ដងចំណែកប្រធានក្រុមធ្មេញមាសវិញនៅពេលឃើញបែបហ្នឹងធ្វើឲ្យគេភ្ញាក់ផ្អើលមែនតើព្រោះតែគេដឹងថាមានជីនាងមិនទាន់ស្លាប់បន្ទាប់មកគេក៏ប្រញាប់យកទូរស័ព្ទទៅរកកូនចៅរបស់គេនៅឯអូហ្វីប៉ុន្តែពេលទៅកូនចៅរបស់គេគ្មានអ្នកណាទទួលទូរស័ព្ទឡើយដោយសារតែកូនចៅរបស់គេកំពុងតែត្រូវលោកឃឹមចាត់ការហ្នឹងណាដល់តែអញ្ចឹងធ្វើឲ្យប្រធានក្រុមធ្មេញមាសគេមានអារម្មណ៍ថាមិនសូវស្រួលក៏ប្រញាប់ទៅហៅគ្នារបស់គេទាំងអស់ឲ្យនាំគ្នាមកកន្លែងអូហ្វីភ្លាមងាកមកមើលលោកឃឹមម្នេះវិញគាត់កំពុងតែចាត់ការទៅលើបរិកម៉ាប់ដែលបើកឡានពណ៌សដឹកមានជីមកបរិកម៉ាប់ម្នាក់ហ្នឹងគេសង្ស័យហើយឆ្ងល់ក៏សួរលោកឃឹមថាលោកគឺជាកូនចៅរបស់លោកប្រធានជូមែនទេលោកឃឹមលើបែបហ្នឹងគាត់មិនយល់នោះទេបរិកម៉ាប់ម្នាក់ហ្នឹងក៏ប្រាប់លោកឃឹមថាមានជីកូនស្រីរបស់លោកនាងស្លាប់តាំងពីដំបូងមកម្ល៉េះខ្ញុំមិនពាក់ព័ន្ធអីឡើយខ្ញុំគ្រាន់តែមានទូនាទីកុំតិចសាកសពរបស់នាងចោលតាមបញ្ជារបស់យេរីមកូនស្រីលោកប្រធានជូតែប៉ុណ្ណោះហើយពេលនេះមានជីនាងកំពុងតែនៅក្នុងបន្ទប់ក្លាសេនៅក្នុងឃ្លាំងឯណោះលោកឃឹមលើបែបហ្នឹងគាត់ក៏តបទៅវិញថាបើសិនជាកូនស្រីរបស់ខ្ញុំមានជីនាងស្លាប់ពិតមែនខ្ញុំនឹងមិនលើកលែងឲ្យអ្នកណាឡើយហើយខ្ញុំនឹងសម្លាប់អ្នកពាក់ព័ន្ធនៅក្នុងរឿងនេះគ្រប់គ្នាទាំងអស់ប៉ុន្តែបរិកម៉ាប់ម្នាក់ហ្នឹងគេមិនព្រមចុះចាញ់លោកឃឹមឡើយគេព្យាយាមតស៊ូជាមួយលោកឃឹមដល់ដង្ហើមចុងក្រោយហ្មងណាគឺគេបានយកខ្សែភ្លើងដែលក្នុងគោលបំណងចង់សម្លាប់លោកឃឹមមកប៉ុន្តែមិនដោយបំណងគេនោះទេដោយសារតែគេផ្លាត់ស្នៀតបែរជាឆក់ខ្លួនឯងពេញមួយទំហឹងទៅវិញខណៈពេលហ្នឹងកូនចៅរបស់ប្រធានក្រុមធ្មេញមាសក៏បានកិច្ចរួចខ្លួនម្នាក់ដែរចំណែកលោកហាក់ជីនសុននេះវិញគេកំពុងតែត្រូវបានកូនចៅរបស់លោកនាយកខាងចាប់ខ្លួនប៉ុន្តែខណៈពេលហ្នឹងគាត់បែរជាប្រើល្បិចធ្វើជានិយាយបញ្ឆោតដើម្បីឆ្លៀតឱកាសរត់គេចខ្លួនហ្នឹងណាចុងក្រោយគាត់ក៏មានសមត្ថភាពអាចគេចខ្លួនរួចបានពិតមែនងាកមកមើលកូនចៅរបស់ប្រធានក្រុមធ្មេញមាសដែលរត់គេចខ្លួនបានម្នាក់នេះវិញគេកំពុងតែព្យាយាមបើកឡានរត់គេចប៉ុន្តែក៏ត្រូវបានលោកឃឹមបើកឡានដេញបុកគេហ្មងណាប៉ុន្តែទោះបីជាគេព្យាយាមរត់គេចយ៉ាងណាក៏ដោយក៏មិនអាចផុតពីកំដាប់ដៃរបស់លោកឃឹមបានដែរចំណែកកូនចៅរបស់មេក្រុមធ្មេញមាសពេលដែលពួកគេមកដល់កន្លែងស្រាប់តែឃើញកន្លែងពួកគេមានសភាពរញ៉េរញ៉ៃពួកគេក៏ប្រញាប់ទៅរាយការណ៍ប្រាប់ប្រធានក្រុមធ្មេញមាសរបស់ពួកគេភ្លាមប្រធានក្រុមធ្មេញមាសឃើញបែបហ្នឹងគេឆ្ងល់ខ្លាំងមែនទែនព្រោះគេគិតថាវាមិនអាចជាស្នាដៃរបស់កូនចៅលោកប្រធានជូឡើយអញ្ចឹងតើជាស្នាដៃរបស់អ្នកណាទៅដល់តែអញ្ចឹងគេក៏ប្រញាប់ឲ្យកូនចៅរបស់គេនាំគ្នាមកកន្លែងឃ្លាំងត្រជាក់ដែលឃុំឃាំងមានជីយើងតែម្ដងរីឯលោកឃឹមវិញគេកំពុងតែបើកឡានបោកឡានរបស់កូនចៅធ្មេញមាសម្នាក់ដែលរត់គេចនឹងយ៉ាងពេញទំហឹងហ្មងណាដល់តែអញ្ចឹងក៏បណ្ដាលឲ្យមានសម្លេងលាន់លើឡើងពេញឃ្លាំងនឹងទៀតគ្រាន់តែលើសម្លេងបែបហ្នឹងក្រុមកូនចៅរបស់ធ្មេញមាសក៏ប្រញាប់នាំគ្នារត់ចេញទៅមើលតាមដែលកន្លែងលើសម្លេងនឹងភ្លាមបន្ទាប់មកលោកឃឹមក៏បានឲ្យកូនចៅរបស់ធ្មេញមាសដែលបើកឡានរត់គេចម្នាក់ហ្នឹងនាំគាត់ទៅឃ្លាំងត្រជាក់ដែលដាក់កូនស្រីរបស់គាត់ងាកមកមើលលោកសុងកាន់ស៊ូនេះវិញបន្ទាប់ពីគាត់លោតចុះពីលើស្ពានគាត់ក៏បានជួយដល់លោកនាយកខាងដែរដោយសារតែលោកនាយកខាងគាត់មិនចេះហែលទឹកហ្នឹងណាតែខណៈពេលហ្នឹងស្រាប់តែលោកសុងកាន់ស៊ូគាត់ក៏បានឃើញលោកផាក់ជីនសុនកំពុងតែអង្គុយនៅកន្លែងហ្នឹងដែរដល់តែអញ្ចឹងពួកគាត់ទាំងពីរនាក់ក៏បានសម្រេចចិត្តចែកផ្លូវគ្នាដើម្បីតាមទៅជួយលោកឃីមកចំណែកលោកឃីម្នេះវិញគាត់ក៏បានអូសកូនចៅធ្មេញមាសម្នាក់ហ្នឹងដើរចូលទៅជួបជាមួយនឹងក្រុមគ្នាគេឡើងច្រើនណាស់ឃើញបែបហ្នឹងបរិសដែលត្រូវលោកឃឹមចាប់ខ្លួនគេក៏និយាយបែបអំនួតថាគ្នាខ្ញុំមកច្រើនខ្លាំងណាស់មើលទៅលោកច្បាស់ជាមិនរួចខ្លួនឡើយលើអញ្ចឹងលោកឃឹមក៏ចាប់បរិសម្នាក់ហ្នឹងដាក់ខាំងនៅក្នុងបន្ទប់ទូកុងតឺន័រតែម្ដងរួចគាត់ក៏ងាកទៅនិយាយជាមួយក្រុមរបស់កូនចៅធ្មេញមាសថាពេលនេះខ្ញុំកំពុងតែប្រញាប់ខ្លាំងណាស់បើមិនអញ្ចឹងពួកយើងចាប់ផ្ដើមតែម្ដងទៅអីលើលោកឃឹមនិយាយបែបហ្នឹងក្រុមរបស់កូនចៅធ្មេញមាសគេក៏បានសម្រុកចូលទៅរកលោកឃឹមទាំងអស់គ្នាហ្មងណាងាកមកមើលប្រធានក្រុមធ្មេញមាសនេះវិញគេកំពុងតែនិយាយលួងលោមក្នុងគោលបំណងចង់ឲ្យមានជីចេញមករកគេមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងនិយាយពីហេតុការណ៍ទាំងអស់ប្រាប់ឲ្យនាងស្ដាប់ថាខ្ញុំត្រូវបានគេបញ្ជាឲ្យនាំយកអ្នកនាងមកកន្លែងនេះព្រោះដោយសារតែពួកគេគិតថាអ្នកនាងស្លាប់បាត់ហើយអញ្ចឹងអ្នកនាងសន្យាជាមួយខ្ញុំមកបើសិនជាអ្នកនាងមិនប្រាប់រឿងនេះដល់អ្នកណានោះទេខ្ញុំនឹងព្រមដោះលែងអ្នកនាងឲ្យត្រឡប់ទៅវិញប៉ុន្តែមានជីនាងឆ្លាតមែនទែននាងមិនជឿនោះទេហើយក៏មិនព្រមចេញមកជួបជាមួយនឹងប្រធានក្រុមធ្មេញមាសនឹងដែរដោយសារតែគេដឹងថាមានជីនាងមិនព្រមចេញមកគេក៏បណ្ដោយឲ្យនាងនៅក្នុងបន្ទប់ត្រជាក់នឹងតែម្ដងរួចគេក៏រអ៊ូតែម្នាក់ឯងថាមិនបានជាពួកកូនចៅរបស់អញនៅយូរម្ហេចតើពួកវារវល់តែធ្វើស្អីទៅងាកមកមើលលោកឃឹមម្នេះវិញក្រោយពីគាត់ចាត់ការកូនចៅរបស់ធ្មេញមាសចិត្តអស់នៅសល់ម្នាក់គឺនៅសល់បរិសដែលលោកឃឹមខាំងទុកនៅក្នុងបន្ទប់កុងតឺន័ររួចលោកឃឹមក៏ចាប់គេចេញមកក្រៅប៉ុន្តែខណៈពេលដែលលោកឃឹមកំពុងតែនាំគេដើរចេញទៅស្រាប់តែមានឡានមួយបើកមកបបុកគាត់ឡើងពេញទំហឹងហ្មងណាលុះលោកឃឹមសម្លឹងមើលមួយសន្ទុះគាត់ក៏បាន
ស្គាល់ថាបរិះដែលជាអ្នកបើកឡានម្នាក់ហ្នឹងគឺជាលោកខាងសងដល់តែអញ្ចឹងលោកខេមក៏ប្រញាប់រត់គេចចេញភ្លាមប៉ុន្តែមិនមែនលោកខេមគាត់រត់គេចខ្លាចគេទេណាគឺគាត់រត់ពួនដើម្បីចាត់ការទៅកាន់លោកខាងសងវិញលោកខាងសងឃើញលោកខេមបែបហ្នឹងគេក៏និយាយទៅកាន់លោកខេមថាមើលទៅឯងមិនបានជួបកូនស្រីរបស់ឯងទៀតនោះទេបន្ទាប់មកពួកគេទាំងពីរនាក់ក៏ប្រយុទ្ធគ្នាតែម្ដងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកខាងសងមិនអាចយកឈ្នះលោកខេមបានឡើយបន្ទាប់ពីលោកខេមឈ្នះហើយគាត់មិនបានធ្វើអីលោកខាងសងទៀតនោះទេគាត់ក៏ដោះលែងលោកខាងសងដោយនិយាយប្រាប់ថាឯងប្រញាប់ទៅផ្ទះរបស់ឯងវិញទៅប៉ុន្តែលោកខាងសងគេមិនស្ដាប់លោកខេមនោះទេរួចក៏និយាយទៅកាន់លោកខេមថាខ្ញុំមិនជឿឯងទៀតឡើយឯងកំពុងតែបោកខ្ញុំឲ្យជឿលើឯងដូចជាឯងធ្វើដាក់បងប្រុសរបស់ខ្ញុំអញ្ចឹងណាលោកខេមគ្រាន់តែលើលោកខាងសងនិយាយបែបហ្នឹងគាត់ក៏ភ្ញាក់ផ្អើលហ្មងងាកមកមើលក្រុមរបស់លោកប្រធានជួឯនេះវិញខណៈពេលដែលធ្វើដំណើរជិតមកដល់ទីតាំងហើយគេក៏បញ្ជាឲ្យកូនចៅរបស់គេនាំគ្នាចូលទៅមុនហើយបិទនៅកន្លែងទីតាំងនឹងឲ្យជិតកុំឲ្យអ្នកណាចេញរួចជាដាច់ខានចំណែកលោកខាងសងគេមិនព្រមឈប់តែប៉ុណ្្នឹងឡើយគេនៅតែបន្តប្រយុទ្ធយកឈ្នះចាញ់ជាមួយលោកខេមប៉ុន្តែគេមិនមែនជាដៃគូលោកខេមឯណារួចលោកខេមក៏ចាប់ក្រៀកគេជាប់ហើយសួរថាឯងគឺជាខាងសងមែនទេបន្ទាប់មកសាច់រឿងក៏បានត្រឡប់ថយក្រោយឲ្យយើងបានឃើញនៅពេលដែលលោកខេមជាមួយនឹងផាក់ចុងខ្វាំងនាំគ្នាចាក់ចេញពីមណ្ឌលកម្មាកំព្រាចំណែកខាងសងឃើញបងប្រុសគេទៅបែបហ្នឹងគេយំខ្លាំងមែនទែនព្រោះតែមិនចង់ឲ្យបងគេទៅនឹងណាងាកមកមើលពេលបច្ចុប្បន្ននេះវិញលោកខេមក៏ប្រាប់លោកខាងសងថាខ្ញុំមិនបានសម្លាប់បងប្រុសរបស់ឯងនោះទេរួចសាច់រឿងក៏បានត្រឡប់ថយក្រោយម្ដងទៀតឲ្យយើងដឹងថាពេលនោះលោកខេមគេប្រយុទ្ធគ្នាជាមួយលោកផាក់យ៉ងខ្វាំងប៉ុន្តែលោកផាក់យ៉ងខ្វាំងក៏មិនអាចយកឈ្នះលោកខេមបាននោះឡើយបន្ទាប់មកលោកខេមក៏បានយកបាយទៅឲ្យលោកផាក់យ៉ងខ្វាំងរួចនិយាយសួរទៅកាន់លោកផាក់យ៉ងខ្វាំងថាតើពេលណាទៅឯងសងសឹកជាមួយនឹងខ្ញុំប៉ុន្តែលោកផាក់យ៉ងខ្វាំងបែរជាមិនខឹងលោកខេមនោះទេចាប់ពីពេលនោះមកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមស្និទ្ធស្នាលជាមួយគ្នាខ្លាំងជាងមុនទៅទៀតមិនត្រឹមតែប៉ុណ្ណោះពួកគេទាំងពីរនាក់ក៏ត្រូវបានគេវឹកហាត់លុតដំយ៉ាងច្រើនថែមទាំងឲ្យពួកគេទាំងពីរនាក់បំភ្លេចឈ្មោះខ្លួនឯងទៀតផងលុះដល់ចុងក្រោយពួកគេទាំងពីរនាក់ក៏ចាំឈ្មោះខ្លួនឯងមិនបានរហូតតទៅប៉ុន្តែលោកចុងខ្វាំងវិញបែរជាចាំឈ្មោះលោកខេមជាប់នៅក្នុងចិត្តជានិច្ចហ្មងណារួចលោកចុងខ្វាំងក៏ប្រាប់លោកខេមថាតទៅឯងកុំភ្លេចឈ្មោះខ្ញុំឲ្យសោះណាព្រោះខ្ញុំមានតែឯងតែម្នាក់ប៉ុណ្ណោះដែលជាមិត្តល្អនឹងគ្នាបើសិនជាឯងភ្លេចឈ្មោះខ្ញុំដែរនោះប្រកាសជាគ្មានអ្នកណាអាចចាំឈ្មោះខ្ញុំបាននោះទេបន្ទាប់ពីមានការផ្ទុះគ្រាប់បែកខណៈពេលពួកគេទាំងពីរនាក់កំពុងតែទៅបំពេញបេសកកម្មជាមួយគ្នាការនោះលោកខេមក៏ព្យាយាមជួយលោកផាក់ចុងខ្វាំងអស់ពីសមត្ថភាពដូចគ្នាដែរដល់តែពេលឃើញលោកផាក់ចុងខ្វាំងមិនអាចរស់ឡើងវិញបាននោះទេលោកខេមក៏ព្យាយាមបាញ់សម្លាប់ខ្លួនឯងព្រោះមិនចង់ឲ្យលោកផាក់ចុងខ្វាំងស្លាប់ទៅឯកាតែម្នាក់ឯងប៉ុន្តែលោកចុងខ្វាំងក៏បានហាមឃាត់លោកខេមដោយនិយាយប្រាប់លោកខេមថាឯងសន្យាជាមួយនឹងខ្ញុំបានទេឯងត្រូវតែមានជីវិតរស់នៅបន្តទៀតដោយសារតែឃើញលោកចុងខ្វាំងអង្វរខ្លាំងពេកលោកខេមក៏យល់ព្រមបំពេញបំណងលោកចុងខ្វាំងតែម្ដងងាកមកមើលពេលបច្ចុប្បន្ននេះវិញប្រធានក្រុមថ្មិញមាសគេបានឃើញកូនចៅរបស់គេត្រូវរបួសនឹងស្លាប់ឡើងពេញនឹងឯងរួចកូនចៅរបស់គេក៏បានរាយការណ៍ប្រាប់ថាលោកប៉ារបស់ក្មេងស្រីដែលយើងចាប់ខ្លួនមកហ្នឹងពេលនេះគេមកដល់កន្លែងនេះហើយនិយាយរួចគេក៏ស្លាប់តែម្ដងខណៈពេលហ្នឹងស្រាប់តែប្រធានក្រុមថ្មិញមាសគេបានឮសូរសំឡេងបើកទ្វារធ្វើឲ្យគេប្រញាប់ស្ទុះទៅមើលភ្លាមមិនត្រឹមតែប៉ុណ្ណោះគេពិតជាឆ្លាតមែនទែនគឺគេប្រើវិធីការពារខ្លួនគ្រប់វិធីសាស្ត្រហ្មងណាប៉ុន្តែទោះជាយ៉ាងណាមីនជីរបស់យើងនាងក៏ឆ្លាតដូចគ្នានាងបានវាយប្រធានក្រុមថ្មិញមាសនឹងឡើងពេញទំហឹងធ្វើឲ្យគេស្លាប់ហ្មងណាឃើញស្លាប់ប៉ុណ្ណឹងហើយគេមិនតាន់ទុកចិត្តនោះទេនាងវាយថែមមួយដំបងទៀតដើម្បីឲ្យកាន់តែច្បាស់ថាគេស្លាប់មែនទេណរួចនាងក៏ប្រញាប់រត់ចេញពីបន្ទប់ប្រជែប៉ុន្តែចេញមកក៏បានជួបកូនចៅរបស់គេម្នាក់ទៀតតែនាងក៏បានវាយគេស្លាប់ដូចគ្នាដែររួចនាងក៏ប្រញាប់ចេញទៅតែម្ដងងាកមកមើលលោកខេមនិងលោកខាងសងឯនេះវិញទោះបីជាលោកខាងសងបានដឹងរឿងដែលលោកខេមនិយាយប្រាប់ទាំងអស់ហើយក៏គេនៅតែមិនជឿទៀតដល់តែអញ្ចឹងលោកខេមក៏និយាយបន្ថែមទៀតថាលោកមេបញ្ជាការរីមម្នាក់ហ្នឹងគេជាអ្នកបញ្ចេញព័ត៌មានដែលខ្ញុំនិងលោកចុងខ្វាំងចេញទៅធ្វើបេសកកម្មការនោះឯងដោយសារតែលោកមេបញ្ជាការម្នាក់ហ្នឹងគេមានគោលបំណងចង់ឲ្យការងារបេសកកម្មរបស់ពួកខ្ញុំបរាជ័យដើម្បីឲ្យលោកនាយកចាស់ត្រូវបានគេចាត់ការឲ្យដេញចេញពីតំណែងព្រោះក្នុងគោលបំណងចង់ឲ្យខ្លួនឯងឡើងកាន់កាប់តំណែងនាយកថ្មីដោយសពថ្ងៃនេះហ្នឹងណាមិនត្រឹមតែប៉ុណ្ណោះលោកខេមថែមទាំងនិយាយពាក្យសម្ដីចុងក្រោយឲ្យលោកខាងសងស្ដាប់ទៀតផងហើយពាក្យសម្ដីចុងក្រោយដែលគាត់និយាយដោយទៅនឹងពាក្យសម្ដីដែលគាត់និយាយជាមួយខាងសងជាលើកចុងក្រោយពេលដែលគាត់ចេញពីមណ្ឌលកម្មាកំព្រានោះអញ្ចឹងណានិយាយពាក្យសម្ដីទាំងអស់នឹងរួចហើយលោកខេមគាត់ក៏ដើរចេញទៅតែម្ដងមិនត្រឹមតែប៉ុណ្ណោះខណៈពេលដើរចេញទៅគាត់ថែមទាំងនឹកឃើញពាក្យសម្ដីរបស់ប្រពន្ធគាត់មុនពេលស្លាប់និយាយប្រាប់គាត់ថាឲ្យគាត់លះបង់អតីតកាលទាំងអស់រួចប្រើជីវិតសាជាថ្មីធ្វើជាប៉ាល្អរបស់មីនជីកូនស្រីរបស់គាត់ងាកមកមើលមីនជីឯនេះវិញនាងកំពុងតែព្យាយាមរត់គេចប៉ុន្តែចៃដន្យនាងក៏បានមកជួបជាមួយនឹងក្រុមរបស់កូនចៅលោកប្រធានជូលុះពេលនាងឃើញកូនចៅចំណិតរបស់លោកប្រធានជូនាងក៏ស្គាល់នឹងចាំបានភ្លាមដល់តែអញ្ចឹងនាងក៏ប្រញាប់ទៅពួនចំណែកលោកខេមឯនេះវិញពេលដែលគាត់មកដល់ក្នុងបន្ទប់ប្រជាគាត់ក៏ព្យាយាមដើរស្វែងរកមីន
មានជីកូនស្រីរបស់គាត់ដោយក្តីអស់សង្ឃឹមហ្មងបន្ទាប់មកគាត់ក៏បានជួបជាមួយនឹងប្រធានក្រុមថ្មិញមាសដែលកំពុងតែដេកស្លាប់ហើយថែមទាំងបានឃើញក្បែរនោះសរសេរអក្សរថាឲ្យកូនសុំទោសផងណាលោកប៉ាកូនខ្លាចខ្លាំងណាស់ឃើញបែបហ្នឹងលោកខេមគាត់ក៏ធូរចិត្តព្រោះដឹងថាមានជីកូនស្រីរបស់គាត់នាងមិនទាន់ស្លាប់នោះទេដល់តែអញ្ចឹងគាត់ក៏ប្រញាប់ចេញទៅតាមរកមានជីកូនស្រីរបស់គាត់ភ្លាមទៀតចំណែកមានជីវិញខណៈពេលហ្នឹងនាងហាក់បីដូចជាបានឮសំឡេងប៉ារបស់នាងតែដោយសារតែឮសំឡេងទឹកភ្លៀងខ្លាំងពេកនាងក៏បានគិតថាប្រហែលជានាងស្មើសម័យហើយមើលទៅរួចមានជីនាងក៏សម្រេចចិត្តផ្លាស់របងរត់ចេញពីកន្លែងហ្នឹងហ្មងណាខណៈពេលហ្នឹងលោកខេមក៏ងាកទៅឃើញមានជីកូនស្រីរបស់គាត់ដែរដល់តែអញ្ចឹងគាត់ក៏ព្យាយាមស្រែកហៅកូនស្រីរបស់គាត់ឡើងចង់ដាច់ខ្យល់ប៉ុន្តែមានជីនាងមិនបានឮលោកខេមហៅឡើយដោយសារតែសំឡេងខ្យល់និងភ្លៀងខ្លាំងពេកហ្នឹងណាឃើញបែបហ្នឹងលោកខេមក៏ប្រញាប់រត់ចេញទៅតាមកូនស្រីរបស់គាត់ភ្លាមចំណែកកូនចៅរបស់លោកប្រធានជួឯនេះវិញគេចូលមកដល់ក្នុងកន្លែងប្រធានក្រុមថ្មិញមាសស្រាប់តែឃើញក្នុងកន្លែងហ្នឹងរញ៉េរញ៉ៃពេញហ្នឹងទាំងអស់ហ្មងងាកមកមើលលោកនាយកខាងនេះវិញពេលដែលគាត់ដឹងខ្លួនហើយកូនចៅរបស់គាត់ក៏មកដល់កន្លែងគាត់ដែររួចកូនចៅរបស់គាត់រាយការណ៍ប្រាប់ថាលោកផាក់ជីនសុនគេរត់គេចរួចខ្លួនបាត់ហើយមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងលុចលុយនិងកាតរបស់លោកប្រធានទៅទៀតផងលោកនាយកខាងលើកូនចៅរាយការណ៍ប្រាប់បែបហ្នឹងធ្វើឲ្យគាត់ខឹងមូម៉ៅខ្លាំងមែនទែនរួចនៅសោកស្រាប់តែពេលហ្នឹងទូរស័ព្ទរបស់លោកនាយកខាងក៏បានផ្ញើសារបញ្ជាក់មកថាមានការដកលុយអស់1,600,000 វ៉ុនដល់តែអញ្ចឹងកាន់តែធ្វើឲ្យលោកនាយកខាងគាត់ខឹងខ្លាំងជាងមុនទៅទៀតចំណែកអ្នកដកលុយរបស់លោកនាយកខាងគ្មាននរណានោះទេគឺជាលោកផាក់ជីនសុនណោះលោកផាក់ជីនសុនគាត់បានដកលុយយកទៅទិញអីវ៉ាន់យ៉ាងច្រើនចំណែកលោកសុងកាន់ស៊ូក៏បានយកលុយទៅទិញម៉ូតូជិះដូចគ្នាដែរមិនត្រឹមតែប៉ុណ្ណោះលោកផាក់ជីនសុនថែមទាំងស្លៀកសម្លៀកបំពាក់ដែលលោកយាយហ្វ្រីឲ្យគេទៀតផងណាយើងងាកមកមើលប្រធានក្រុមថ្មិញមាសនេះវិញគេកំពុងតែត្រូវកូនចៅរបស់គេម្នាក់បានវាមកដាក់ឲ្យគេក្រោកឡើងកូនចៅគេម្នាក់ហ្នឹងតាន់ដល់ហើយគេវាយឡើងពីម្ដងនៅតែមិនទាន់ស្លាប់ទៀតតែខណៈពេលហ្នឹងស្រាប់តែក្រុមកូនចៅរបស់លោកប្រធានជូក៏នាំគ្នាសម្រុកចូលមករីឯកូនចៅរបស់ប្រធានក្រុមថ្មិញមាសម្នាក់ហ្នឹងក៏ត្រូវពួកគេវាយឡើងសន្លប់ចំណែកប្រធានក្រុមថ្មិញមាសវិញក៏ត្រូវពួកគេចាប់ដកថ្មិញទៀតរួចលេខារបស់លោកប្រធានជូក៏និយាយប្រាប់គេថាឯងគឺជាអ្នកទទួលខុសត្រូវក្នុងរឿងឃាតកម្មសម្រាប់មីនជីនេះហ่าដឹងអត់ប៉ុន្តែថ្មិញមាសគេក៏សើចហើយនិយាយតបទៅវិញថាគ្មានសាកសពអីទាំងអស់ព្រោះក្មេងម្នាក់ហ្នឹងនាងមិនទាន់ស្លាប់នោះទេគ្រាន់តែលើអញ្ចឹងលេខារបស់ប្រធានជូក៏បញ្ជាឲ្យកូនចៅរបស់គេចេញទៅតាមស្វែងរកមីនជីភ្លាមមិនត្រឹមតែប៉ុណ្ណោះមុនពេលចាក់ចេញទៅគេថែមទាំងបញ្ជាឲ្យកូនចៅរបស់គេចាត់ការប្រធានក្រុមថ្មិញមាសចោលទៀតផងប៉ុន្តែចុងក្រោយប្រធានក្រុមថ្មិញមាសគេក៏បានតស៊ូរហូតដល់គេចខ្លួនចេញមកបានរួចក៏ព្យាយាមរកកន្លែងពួនដើម្បីគេចខ្លួនហ្នឹងណាងាកមកមើលមានជីឯនេះវិញនាងក៏កំពុងតែព្យាយាមស្រែកហៅឡានដើម្បីស្វែងរកជំនួយឲ្យជួយនាងរីឯលោកខេមគាត់ក៏រត់តាមកូនស្រីរបស់គាត់មកគៀកគ្នាដែរប៉ុន្តែពេលគាត់មកដល់ស្រាប់តែមិនឃើញកូនស្រីរបស់គាត់នោះទេបន្ទាប់មកលោកខេមគាត់ក៏ងាកទៅឃើញមានកាមេរ៉ាសុវត្ថិភាពគាត់ក៏សម្រេចចិត្តទេទៅរកសាំងអាដោយគាត់និយាយប្រាប់នាងថាខ្ញុំសូមឲ្យអ្នកនាងជួយឆែកមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវបន្តិចបានទេបើសិនជាខ្ញុំស្វែងរកឃើញកូនស្រីរបស់ខ្ញុំហើយខ្ញុំប្រកាសជាចូលទៅបកគលខ្លួនឲ្យក្រុមរបស់អ្នកនាងភ្លាមសាំងអាគ្រាន់តែលើអញ្ចឹងនាងក៏ប្រញាប់យកដំណឹងមួយនេះយកទៅរាយការណ៍ប្រាប់លោកនាយកខាងភ្លាមប៉ុន្តែលោកនាយកខាងបែរជាមិនព្រមធ្វើតាមការសុំរបស់លោកខេមនោះទេគឺគាត់មានបំណងរៀបផែនការវាយប្រហារបកទៅកាន់លោកខេមវិញដោយបញ្ជាឲ្យកូនចៅរបស់គាត់ទៅចាប់មីនជីកូនស្រីរបស់លោកខេមយកមកធ្វើជាចំណាត់ខ្មាំងបន្ទាប់មកក្រោយពីពួកគេស្រាវជ្រាវមើលរួចពួកគេក៏បានឃើញផ្លាកលេខឡានដែលមានជីឡើងជិះមិនត្រឹមតែប៉ុណ្ណោះមានជីនាងពិតជាសយខ្លាំងមែនទែនដោយសារតែឡានដែលនាងកំពុងតែជិះគឺជាឡានរបស់លោកប្រធានជូហ្នឹងណាសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើមានជីនាងនឹងជួបរឿងអ្វីកើតឡើងចំពោះនាងទៀតនោះទេបើចង់ដឹងសាច់រឿងយើងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចតាមដានភាគក្រោយជាមួយនឹង admin ទាំងអស់គ្នាណាជាចុងក្រោយ admin ក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រ admin កន្លងមក admin សូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា